សួស្តីប្រិយមិត្តទាំងអស់គ្នានឹងថ្ងៃនេះវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទសាជាថ្មីម្ដងទៀតហើយនឹងនាំយកនៅបទពិសោធន៍ថ្មីមួយគឺពាក់ព័ន្ធជាមួយនឹងការទិញសម្ភារៈចូលផ្ទះហើយសាច់រឿងនេះដែរគឺជារឿងរបស់បងប្រុសរិទ្ធគាត់បានទៅទិញរថយន្តនៅឃ្លាំងមួយកន្លែងនៅទីក្រុងភ្នំពេញដោយគាត់មានគម្រោងក្នុងការផ្លាស់ប្ដូររថយន្តហ្នឹងយូរមកហើយដែរតែគាត់នឹងទើបតែសន្សំលុយបានគាត់នឹងភរិយាហ្នឹងក៏សម្រេចចិត្តថាឡើងទៅមើលរថយន្តនៅឃ្លាំងមួយពេលដែលគាត់ឡើងទៅដល់ហ្នឹងគាត់ស្រឡាញ់រថយន្តហ្នឹងគឺពណ៌សទេហើយក៏បានសួរព័ត៌មានខ្លះៗពាក់ព័ន្ធមួយរថយន្តហ្នឹងជាមួយនឹងម្ចាស់ឃ្លាំងរួចស្រេចទៅហើយពេលដែលគាត់ទៅដល់ឃ្លាំងហ្នឹងគឺជាក់ស្ដែងមើលទៅរថយន្តហ្នឹងគឺវាអត់ដូចអ្វីដែលម្ចាស់ឃ្លាំងហ្នឹងគាត់ណែនាំទេគាត់រៀងស្ទើរចិត្តដែរណាមើលទៅវាមានដានឆ្កូតអីខ្លះយើងហើយគាត់ពិនិត្យមើលទៅតាមបច្ចេកទេសរបស់គាត់មើលទៅឃើញថាឡានហ្នឹងវាអត់ទាន់ពេញចិត្តរបស់គាត់ 100% ទេក៏តម្រូវឲ្យគាត់ដូរឡានថ្មីវិញហើយក្នុងការសម្រេចចិត្តថាដូរភ្លាមៗហ្នឹងគាត់ដូចជាអត់សប្បាយចិត្តដែរទេគាត់ដើរមើលឡាននៅក្នុងឃ្លាំងហ្នឹងចុះឡើងអញ្ចឹងទៅឃើញឡានមួយដូចជារៀងតំណងត្រូវចិត្តគាត់ដែរគាត់ទៅមើលហើយក៏បើកទ្វារឡានហ្នឹងមកមើលសពមើលគ្រប់អីអញ្ចឹងទៅគាត់សម្រេចថាយកឡានមួយហ្នឹងឯងតែភរិយារបស់គាត់ក៏ស្រឡាញ់ឡានហ្នឹងទេគាត់មានអារម្មណ៍ថាឡានហ្នឹងដូចជាខ្វះអ្វីមួយយ៉ាងឬក៏គេហៅមួយម៉ាត់និយាយថាយើងស្ទើរចិត្តណាអត់ស្រឡាញ់ឡានហ្នឹងទេតែសម្រាប់បងរិទ្ធគាត់ស្រឡាញ់ឡានហ្នឹងខ្លាំងតែមកទៀតមកគាត់ក៏មកទៅជែកជាមួយប្រពន្ធគាត់ថាចង់យកឡានហ្នឹងតែប្រពន្ធគាត់លើកហេតុផលថាអារម្មណ៍របស់គាត់គឺដូចជាអត់ចង់បានឡានមួយហ្នឹងទេព្រោះអីអត់ដឹងថាយ៉ាងម៉េចតែមានអារម្មណ៍ថាអត់ស្រឡាញ់ឡានហ្នឹងតែម្ដងហើយក៏គាត់ទៅសួរម្ចាស់ឃ្លាំងរថយន្តហ្នឹងគាត់សួរថាឡានហ្នឹងយ៉ាងម៉េចដែរម្ចាស់រថយន្តហ្នឹងគាត់ក៏និយាយថាឡានហ្នឹងអត់អីទេឡានដែលទើបតែនាំចូលមកថ្មីជាឡានមកទឹកមែនប៉ុន្តែទើបតែនាំចូលមកទេហើយឡានហ្នឹងគឺវាល្អអត់មានបញ្ហាអីទាំងអស់អត់ធ្លាប់ជួបមានបញ្ហាអីទេអញ្ចឹងម្ចាស់ឃ្លាំងថាបើសិនជាអត់ស្រួលទេក៏គាត់អាចយកទៅតេស្តសាកមើលសិនបើសិនជាអត់ត្រូវចិត្តក៏ចាំធ្វើឯកសារដកដោះនៅពេលក្រោយក៏បានដែរអត់បញ្ហាទេអញ្ចឹងបងរិទ្ធហ្នឹងក៏គាត់សម្រេចចិត្តថាទិញយកឡានហ្នឹងពេលដែលគាត់ទិញឡានហ្នឹងហើយគាត់ក៏ត្រូវធ្វើដំណើរត្រឡប់មកផ្ទះវិញតែប្រពន្ធរបស់គាត់ហ្នឹងមានការចាំបាច់តែត្រូវឈៀងចូលទៅផ្ទះប្អូនរបស់គាត់អញ្ចឹងចូលទៅហើយគេក៏គាត់ឲ្យគាត់ហូបបាយហូបទឹកអីនៅហ្នឹងអញ្ចឹងទៅក៏ហូបអីតិចតួចទៅចែកគ្នាលេងទៅរហូតទៅដល់ម៉ោង8យប់ជិតដល់ម៉ោង9ទៅហើយក៏ប្អូនរបស់បងស្រីហ្នឹងគាត់ឲ្យគាត់នៅសម្រាប់នៅផ្ទះហ្នឹងសិនហើយចាំស្អែកចាំនាំគ្នាត្រឡប់ទៅផ្ទះវិញតែបងប្រុសហ្នឹងគាត់អត់ព្រមនៅហើយបងស្រីក៏គាត់គិតថាគាត់ចង់ត្រឡប់មកផ្ទះវិញដែរព្រោះត្បិតអីទុកកូនតូចពីរនាក់ចោលឲ្យម៉ាក់គាត់នៅមើលនៅឯខេត្តនេះអញ្ចឹងទុកកូនចោលអញ្ចឹងក្រែងជាកូនយំឲ្យគាត់មកក៏យូរដែរហើយអញ្ចឹងសម្រេចថាបកទៅវិញទាំងយប់តែម្ដងហើយមុនពេលដែលគាត់ចេញមកហ្នឹងគឺប្អូនរបស់បងស្រីហ្នឹងគាត់បានសួរថាចាស់ឡានហ្នឹងទៅទិញមែនបងស្រីគាត់ប្រាប់ថាឡានហ្នឹងទៅទិញមកបានពេលស្វែងល្ងាចហ្នឹងទេតាមពិតត្រូវទិញឡានហ្នឹងហើយតាំងពីម៉ោង8 9ព្រឹកម៉េះប៉ុន្តែដោយឡែកឡានដែលនិយាយគ្នាហ្នឹងវាអត់ត្រូវចិត្តចឹងទេគាត់ក៏នៅព្យាយាមមើលឡានហ្នឹងចុះឡើងទៅហើយចាំឡានថ្មីមួយដែលគាត់ចូលមកកន្លែងមកឃើញថាឡានហ្នឹងរៀងពេញចិត្តរបស់បងប្រុសឯងដែរក៏យកឡានហ្នឹងមកទៅអញ្ចឹងបងគាត់ថាអញ្ចឹងបានន័យថាឡានហ្នឹងទិញហើយគឺអត់ទាន់បានសែនអត់ទាន់បានអីទេបងស្រីហ្នឹងក៏គាត់និយាយថានៅទេចាំមើលពេលដែលចេញពីហ្នឹងហើយទៅដល់ផ្ទះវិញពេលព្រឹកបានឲ្យបងប្រុសហ្នឹងគាត់រៀបចំសែនឡានហ្នឹងហើយនិយាយអញ្ចឹងហើយគាត់ទាំងពីរនាក់ក៏ធ្វើដំណើរចេញពីផ្ទះប្អូនហ្នឹងមកជិះឡានហ្នឹងមកដល់តាមផ្លូវហ្នឹងបងស្រីហ្នឹងក៏គាត់លើសំឡេងអីមួយដែរនៅក្នុងឡានហ្នឹងក្រេកលើចុះលើឡើងអញ្ចឹងណាហើយគាត់ក៏បានប្រាប់ទៅកាន់បងប្រុសវិញគាត់ថាមិញហ្នឹងពេលដែលជិះឡានហ្នឹងលើសលេងក្រេកលាន់នៅអាកញ្ចក់ហ្នឹងខ្លះទៅហើយលាន់នៅក្រោយខ្លះទៅវាមានបញ្ហាអីមែនឡានហ្នឹងក៏បងប្រុសគាត់ឈប់ឡានហ្នឹងសិនហើយគាត់មើលនៅក្នុងឡានហ្នឹងថាមានបញ្ហាអីកើតឡើងគាត់មើលទៅវាអត់មានទេអត់មានឃើញអីទាំងអស់អញ្ចឹងគាត់ក៏ឡើងបើកឡានហ្នឹងទៅទៀតជិះទៅមុខទៀតទៅប្រហែលជាបាន 4-10 នាទីក្រោយមកទៀតមកហ្នឹងស្រាប់តែឡានហ្នឹងក៏វាលោតអាឡុកដូចជាយើងបិទទ្វារហ្នឹងអត់ចិត្តអញ្ចឹងលោតឡុកហ្នឹងចុះឡើងនៅក្នុងហ្នឹងអញ្ចឹងទៅបងគាត់សួរប្រពន្ធគាត់ថាអើយគាត់បិទទ្វារអត់ជាប់មែនប្រពន្ធគាត់ថាអត់ទេទ្វារហ្នឹងបិទជាប់ហើយតែអញ្ចឹងគាត់ក៏ឈប់ឡានហ្នឹងម្ដងទៀតឲ្យប្រពន្ធគាត់បើកទ្វារបិទមកវិញសារថ្មីបិទអាទ្វារហ្នឹងឡើងវិញមកសារថ្មីហើយគាត់ក៏ជិះឡានហ្នឹងបន្តដំណើរទៅមុខទៀតទៅ
ពេលដែលកំពុងជិះទៅដល់មុខនឹងសក់ហ្នឹងក៏បានឆ្ងាយដែរប្រហែលជាកន្លះម៉ោងក្រោយហ្នឹងគាត់ក៏ជួបហេតុការណ៍មួយស្រាប់តែគាត់ឃើញឆ្កែខ្មៅមួយហ្នឹងក៏ពោះចង់ធំចង្កេះរបស់គាត់ហើយធំដែររត់កាត់មុខឡានគាត់នឹងវឹងទៅបងប្រុសហ្នឹងក៏គាត់ជន់ឡានងឹកអញ្ចឹងបងស្រីនឹងហក់ទៅមុខហើយគាត់សួរថាកើតអីមែនបងប្រុសហ្នឹងក៏គាត់និយាយថាអើយមានឆ្កែហ្នឹងរត់កាត់មុខឡានហ្នឹងឆ្កែពណ៌ខ្មៅមួយបងស្រីថាហើយមិនដែរប៉ះវាអត់គាត់ថាអត់មានប៉ះទេហើយគាត់ក៏ចុះពីឡានហ្នឹងទៅមើលម្ដងទៀតដល់គាត់ទៅមើលទៅជាក់ស្ដែងគឺអត់មានឃើញប៉ះអីមែនហើយឆ្កែហ្នឹងក៏វាអត់មានឃើញនៅនឹងដែរវារត់ទៅបាត់ទៅហើយបងស្រីគាត់ថាបងឡានយើងទើបតែទិញផងហើយមិនចឹងមកដល់លេងចង់វែកជាមួយឆ្កែទៀតបងប្រុសគាត់ថាមិនអីទេវាគ្រាន់តែចែកដនទេអញ្ចឹងគាត់ពីរនាក់ហ្នឹងក៏ជិះឡានហ្នឹងបន្តទៅមុខទៀតជិះឡានហ្នឹងរហូតហ្នឹងទៅដល់ផ្ទះរបស់គាត់ពេលដែលទៅដល់ផ្ទះហ្នឹងហើយព្រឹកឡើងពួកគាត់ទាំងពីរនាក់ហ្នឹងក៏បានរៀបចំផ្លែឈើអីផ្សេងៗអញ្ចឹងទៅក៏រៀបចំសែនជំនៀងឡានហ្នឹងបន្ទាប់ពីសែនជំនៀងឡានហ្នឹងហើយចប់សពគ្រប់អស់អញ្ចឹងទៅគាត់ក៏យកទៅវត្តដើម្បីឲ្យលោកជួយប្រសិទ្ធិឡានហ្នឹងដើម្បីសុំពរជ័យឲ្យវាមានលៀបមានសំណាងចូលដោយសារយករបស់ថ្មីដែរហើយទិញលុយធំដែរអញ្ចឹងក៏យករបស់ហ្នឹងហើយប្រគេនលោកឲ្យចប់សពគ្រប់អស់ឲ្យលោកធ្វើកិច្ចឲ្យហើយក៏បើកឡានហ្នឹងបកត្រឡប់មកផ្ទះវិញហើយទទួលថ្ងៃហ្នឹងដែរគឺបងប្រុសហ្នឹងគាត់មានការងារដែលត្រូវឡើងទៅខេត្តផ្សេងមួយទៀតភ្លាមអញ្ចឹងតម្រូវឲ្យគាត់ហ្នឹងគឺទៅតែម្នាក់ឯងទេអញ្ចឹងទុកប្រពន្ធគាត់ហើយនឹងកូនគាត់នៅនឹងផ្ទះហ្នឹងឯងដល់បងប្រុសហ្នឹងគាត់ចេញទៅពីព្រឹកហ្នឹងទៅគាត់ទៅធ្វើការតាមធម្មតាដល់ល្ងាចឡើងគាត់ក៏ត្រូវបានបកត្រឡប់មកសម្រាប់នៅផ្ទះមួយកន្លែងដែលគាត់បានកក់ផ្ទះហ្នឹងទុកហើយគាត់តាក់ទងកក់ផ្ទះហ្នឹងទុកឲ្យពួកអីជាកន្លែងការងារចាស់ដែលគាត់ធ្លាប់ចុះទៅហើយដល់ពេលអញ្ចឹងពេលដែលគាត់បកមកសម្រាប់នៅនឹងវិញបានបន្តិចប្រពន្ធរបស់គាត់ហ្នឹងតែពីហ្នឹងទៅវិញថាកូនរបស់គាត់ហ្នឹងអត់ដឹងកើតអីទេយំរហូតអញ្ចឹងគាត់ត្រូវបកមកសម្រាប់នៅកន្លែងផ្ទះដែលគាត់បានកក់ទុកហើយពួកអីកន្លែងហ្នឹងជាកន្លែងការងារចាស់គាត់ធ្លាប់សម្រាប់នៅកន្លែងហ្នឹង 3-4 ដងហើយគាត់មកសម្រាប់នៅនឹងបានបន្តិចហើយហ្នឹងងូតទឹកអីហើយចប់សពគ្រប់អស់គាត់ចេញត្រឡប់មកវិញប្រាស់ខ្លួនសម្រាប់បានបន្តិចក៏ស្រាប់តែប្រពន្ធរបស់គាត់ហ្នឹងតែមកគាត់ថាបងកូនថ្ងៃហ្នឹងអត់ដឹងថាកើតអីគឺយំរហូតអត់ដឹងមូលហេតុទោះម៉ែគាត់លួងប៉ុណ្ណាគាត់ហ្នឹងលួងប៉ុណ្ណាក៏កូនហ្នឹងអត់បាត់ដែរហើយយំរតាបងទេដល់ពេលអញ្ចឹងហើយបងប្រុសគាត់ក៏តែតាមឆាតទៅជាមួយកូនហ្នឹងនិយាយអីអញ្ចឹងហើយទៅកូនហ្នឹងក៏មានអារម្មណ៍ថារៀងធូរអារម្មណ៍តិចហើយដល់ពេលអញ្ចឹងកូនហ្នឹងក៏គាត់សំងំសម្រាប់បានបន្តិចទៅប្រហែលជា2ម៉ោងក្រោយមកប្រពន្ធគាត់តែមកម្ដងទៀតថាកូនហ្នឹងភ្ញាក់យំទៀតទាចង់ទៅជួបគាត់ទេដល់ពេលអញ្ចឹងហើយបងប្រុសម្នាក់ហ្នឹងគាត់ឆ្ងល់ថាកូនគាត់អត់ដែរអញ្ចឹងទេហើយថ្ងៃហ្នឹងអាម៉េចក៏ចេះថាក៏កូនហ្នឹងក៏ចេះតែយំទាំងយប់រហូតអញ្ចឹងគាត់ឆ្ងល់គាត់ក៏សួរប្រពន្ធគាត់សួរថាកូនហ្នឹងរបៀបម៉េចវាឈឺឬមួយក៏ម៉េចប្រពន្ធថាអត់មានឈឺអីទេកូនហ្នឹងក៏ធម្មតាទេប៉ុន្តែចម្លែកចេះតែយំអញ្ចឹងរហូតនិយាយរបស់គាត់នោះក៏ពោចៅទៅលួងអញ្ចឹងទៅហើយបងស្រីក៏គាត់និយាយប្រាប់បងប្រុសបងក៏គាត់ត្រូវតាមពិតទៅគាត់ត្រូវចេញដំណើរទៅពេលព្រឹកទេដល់ពេលកូនគាត់ចេះតែអញ្ចឹងគាត់ក៏សម្រេចចិត្តថាបកទៅវិញទាំងយប់បណ្ដោយដោយការងារហ្នឹងក៏ហើយយ៉ាងណាយប់ហើយនឹងព្រឹកវាខុសគ្នាតែប្រហែលទេយ៉ាងគាត់សុខចិត្តទៅទាំងយប់តែម្ដងដល់គាត់បកមកវិញហ្នឹងតាមផ្លូវដែលគាត់ធ្វើដំណើរហ្នឹងគឺមកយប់ស្ងាត់ដែរហើយផ្លូវក៏ស្ងាត់ពីកន្លែងនោះវាដាច់ស្រយាលពីកន្លែងផ្លូវថ្នល់ជាតិធំដែរអញ្ចឹងតម្រុំជិះពីផ្ទះហ្នឹងមកដល់ផ្លូវថ្នល់ជាតិហ្នឹងវាចាយរយៈពេលប្រហែលជាកន្លះម៉ោងដែរចូលទៅជ្រៅដែរណាដាច់ស្រយាលពេលដែលគាត់ជិះឡានហ្នឹងចេញពីផ្ទះហ្នឹងមកហើយគាត់បានជួបអ៊ំប្រុសម្នាក់ដែលជាអ្នកឃ្វាគោគាត់គៀងគោឡើងពីស្រែមកហើយដេកគោកាត់តាមផ្លូវហ្នឹងហើយគោរបស់គាត់ច្រើនក្បាលដែរមើលទៅល្បាក់ប្រហែលជា30-40ក្បាលហើយអ៊ំប្រុសម្នាក់ហ្នឹងគឺគាត់មានរូបរាងស្គមអាយុរបស់គាត់ហ្នឹងក៏ប្រហែលជា53ទៅ54ឆ្នាំប៉ុណ្ណឹងតែគាត់នៅមានកម្លាំងតែគ្រាន់តែរូបរាងរបស់គាត់ហ្នឹងគឺស្គមស្គាំងទម្រង់មុខរបស់គាត់ហ្នឹងដូចជារាងផតអញ្ចឹងណាហើយមួកគាត់ពេលអាមួកឆាងមួយនៅខាងលើក្បាលហ្នឹងឆាងតូចហើយស្មារបស់គាត់មកជាជាងហ្នឹងក៏គាត់មានស្ពាយដូចជាកណ្ដុងទឹកហើយនឹងរបស់អីខ្លះទេយើងមើលអត់ច្បាស់ដែរដោយសារយប់ឃើញមកភ្លើងហ្វាឡានហ្នឹងអញ្ចឹងណាហើយចំហៀងរបស់ខ្លួនរបស់គាត់មកចំហៀងទៀតហ្នឹងគឺមានពាក់ខ្សែកហើយមានស្នឹងអីចឹងទៅដែលនៅខាងក្រោយចឹងហើយចំហៀងចង្កេះរបស់គាត់ហ្នឹងមានសៀតកូនបថៅតូចមួយដល់ហើយគាត់ក៏បើកឡានមកសៀនក្បែរហ្នឹងទៅដោយសារទៅមុខអត់កើតព្រោះអីគោហ្នឹងក៏វាដើរពេញទៅផ្លូវចឹងអំប្រុសហ្នឹងក៏គាត់ងាកមុខមក
ងាកមកមកសោយដាក់បងប្រុសម្នាក់ហ្នឹងដល់ពេលសោយដាក់គាត់អញ្ចឹងគាត់ក៏តាមធម្មតាគាត់ក៏ផ្លែឡានបន្តិចទៀតអញ្ចឹងទៅដើម្បីឲ្យគោហ្នឹងវាងាកតែវាអត់ងាកទេវានៅតែដើរតាមបែបធម្មតាអញ្ចឹងបងប្រុសហ្នឹងគាត់ក៏អត់ដឹងធ្វើម៉េចក៏មានតែបើកឡានទៅតាមតាណានឹងរហូតទៅដល់ពេលគាត់បើកឡានទៅមុខផុតបានបន្តិចទៅគាត់ក៏ឈប់ឡានវិញឈប់ឡានហើយគាត់ក៏ឈប់នៅក្រោមដើមឈើមួយរៀងធំនៅជាប់មាត់ផ្លូវនឹងដែរដើមឈើហ្នឹងបើយើងមើលទៅរៀងស្លុបលក្ខណៈថាដូចជាកតុបហើយអត់សូវជាខ្ពស់ប្រហែលទេតែគាត់ឈប់ឡាននៅជាហ្នឹងហើយគាត់ទៅបត់ជើងតូចនៅហ្នឹងពេលដែលគាត់បត់ជើងតូចនៅហ្នឹងហើយក៏គាត់ឡើងឡានវិញវឹបស្រាប់តែគាត់ឮសូរសំឡេងមនុស្សស្រែកមកទំហំបឺបអញ្ចឹងមកគាត់ក៏បើកទ្វារកញ្ចក់ហ្នឹងចុចកញ្ចក់ហ្នឹងមកបើកទ្វារគាត់អើតមើលអត់ឃើញមានអីទេអត់មានឃើញអីទាំងអស់ហើយអ៊ំប្រុសម្នាក់ដែលគាត់គៀងគោហ្នឹងក៏អត់ឃើញគាត់ដែរបាត់ទាំងគោបាត់ទាំងអីទៀតបងគាត់មានអារម្មណ៍ថារៀងភ័យដែរគាត់ក៏ឡើងឡានហ្នឹងហើយចាប់ដើមជន់ឡានហ្នឹងរៀងលឿនជាងមុនបន្តិចដើម្បីឲ្យផុតពីកន្លែងហ្នឹងគាត់តែគាត់ជន់ឡានអាហ្នឹងមកវឹបផុតពីកន្លែងហ្នឹងវឹបអញ្ចឹងទៅគាត់ឃើញមានមនុស្សស្រីម្នាក់ហ្នឹងស្រាប់តែហោះតាមឡានគាត់ខាងក្រោយហ្នឹងតែម្ដងចេញពីអាដើមឈើហ្នឹងមកហោះវឹងមកតាមឡានគាត់អញ្ចឹងគាត់ភ័យដោយសារម្នាក់ឯងផងអីផងអត់ដឹងធ្វើយ៉ាងម៉េចតែគាត់ព្យាយាមតាំងអារម្មណ៍បើកឡានបដើញ័រដៃបដើភ័យមិនដឹងថាគួរធ្វើម៉េចទេក្នុងកលៈទេសៈហ្នឹងទី1ផ្លូវហ្នឹងវាឆ្ងាយពីផ្លូវថ្នល់ជាតិហើយទី2វាស្ងាត់មែនតើអត់មានអ្នកណាដែលអាចជួយធ្វើអីខុសពីនឹងបានទេមានតែតាំងស្មារតីខ្លួនឯងព្យាយាមបើកឡានហ្នឹងបើកតាំងពីអាកន្លែងដើមឈើហ្នឹងមករហូតមកដល់ផ្លូវថ្នល់ជាតិធំហើយគឺខ្មោចស្រីហ្នឹងគឺអត់ឈប់តាមគាត់ទេនៅតែតាមក្រោយគាត់អញ្ចឹងជាប់រហូតមកហើយគាត់ភ័យណាស់ដែរតែមិនដឹងធ្វើម៉េចទេពេលដែលមកដល់អាកន្លែងផ្លូវបត់ចូលផ្លូវធំហ្នឹងវឹបមកគាត់ក៏ជិះឡានហ្នឹងទៅផុតបន្តិចខៃមកក៏បាត់រូបរាងហ្នឹងទៅគាត់ជិះទៅតាមបែបធម្មតាអញ្ចឹងជិះទៅដល់មុខភាសាទៀតទៅរៀងស្ងាត់តិចហើយគាត់ក៏ងាកមើលទៅតាមកញ្ចក់ស្រាប់មើលតាមកញ្ចក់ឡានមកវឹបហ្នឹងមកស្រាប់តែខ្មោចស្រីហ្នឹងនៅអែបនឹងអាទ្វារឡានហ្នឹងមកអែបនឹងកញ្ចក់ឡានរបស់គាត់នៅចំហៀងហ្នឹងគាត់ភ័យមែនតើញ័រដៃញ័រជើងទៅត្រឹកចឹងហើយគាត់តែទៅប្រាប់ប្រពន្ធគាត់តែវឹងចឹងទៅគាត់និយាយប្រាប់ថាគាត់អើយខ្មោចឡងអីនៅតាមផ្លូវអីចឹងគាត់បើកឡានមកទាំងយប់ចឹងប្រពន្ធគាត់ក៏ភ័យដែរហើយទាំងម្ដាយក្មេងទាំងអីហ្នឹងគឺគាត់ភ័យទាំងអស់គ្នាហ្មងគាត់តែដឹងសភាពបែបហ្នឹងគឺគាត់អត់ចង់ឲ្យកូនគាត់នឹងបន្តមកទេហើយខ្មោចស្រីហ្នឹងអត់ទៅណាទេគឺនៅនឹងអាជាប់ទ្វារឡានរបស់គាត់នៅនឹងហ្មងទៅណារួចក្រោយមកទៀតគាត់ក៏ព្យាយាមជិះអាឡានហ្នឹងទៅហើយខ្មោចស្រីហ្នឹងគឺនៅលើដបូលឡានរបស់គាត់វិញខ្លះមិនលើដបូលឡានរបស់គាត់មកគាត់ក៏នឹកឃើញថាអើយគាត់មានស្គាល់ប្រសង់មួយអង្គដែលជាចៅអធិការវត្តនៅក្បែរនឹងដែរអញ្ចឹងណាបើគាត់ជិះទៅប្រហែលជាល្បាក់10នាទីអីទៀតដល់ហើយអញ្ចឹងគាត់ក៏បញ្ញាបើកឡានហ្នឹងទៅពេលដែលទៅដល់ខ្លោងទ្វារវត្តហ្នឹងពេលដែលចូលទៅដល់វត្តហ្នឹងវឹកភ្លាមខ្មោចស្រីដែលនៅអង្គុយលើឡានរបស់គាត់ហ្នឹងគឺឈូសពីលើដបូលឡានហ្នឹងហ្មងឈូសហើយវាឈរមើលគាត់នៅកន្លែងហ្នឹងឈរមើលពីក្រោយហ្នឹងរហូតដល់គាត់ចូលឡានចូលទៅដល់កន្លែងគាត់របស់លោកហើយវាចាំនៅក្រៅហ្នឹងមកវាចូលចាំបងប្រុសម្នាក់ហ្នឹងនៅក្រៅហ្នឹងមកដល់ពេលអញ្ចឹងទៅបងគាត់ភ័យញីញ័រទៅក៏គាត់ឡើងទៅដល់លើគាត់លោកថ្វាយអង្គម3ដងហើយក៏ដេកកូនហ្នឹងគាត់សួរថាបងឯងមកតាំងពីពេលណាថាខ្ញុំកណាទៅតែមកទេហើយសួរថាបងមកទាំងយប់អញ្ចឹងបងមកស្នាក់នៅនឹងមែនបើស្នាក់នៅនឹងលោករៀបចំកន្លែងឲ្យសម្រាប់នៅនឹងក៏បងប្រុសម្នាក់ហ្នឹងគាត់ប្រាប់ថាគាត់សម្រាប់នៅនឹងបងរត់គាត់ប្រាប់អញ្ចឹងគាត់ថាគាត់សម្រាប់នៅនឹងហើយលោកក៏សួរថាមើលទៅសុភាពរបស់បងហ្នឹងដូចជាភ័យខ្លាចអ្វីមួយយ៉ាងតែហិចទៅហប់មកតាមផ្លូវវិញហ្នឹងកើតអីបងរត់ក៏គាត់យករឿងហ្នឹងទាំងអស់ដែលគាត់ជួបហ្នឹងយកទៅទូប្រកេនប្រសងដៃត្រីជាលប៉ោហ្នឹងឲ្យបានដឹងហើយលោកក៏រៀបចំទឹកអីអញ្ចឹងទៅឲ្យគាត់លុបមកហើយស្រោចទឹកឲ្យគាត់អីហើយចប់សពគ្រប់អស់អញ្ចឹងក៏យកខ្សែហ្នឹងទៅចងនឹងដៃរបស់គាត់ហើយឲ្យខ្សែពីរទៀតហ្នឹងទៅចងនៅកន្លែងកញ្ចក់ឡានរបស់គាត់តែបងរត់ហ្នឹងគាត់អត់ហ៊ានចុះពីលើគាត់ទេដល់ដំណាក់កាលហ្នឹងគឺគាត់ខ្លាចមែនតើហើយគាត់សង្ងំសម្រាប់មកផ្លែតអញ្ចឹងទៅក៏ប្រសងអង្គហ្នឹងក៏គាត់នៅគង់សម្រាប់នៅក្បែរនឹងលើក្រៅសម្រាប់នៅក្បែរហ្នឹងនៅជាប់ជាមួយនឹងរត់ហ្នឹងដែររហូតទៅដល់ព្រឹកឡើងក៏ប្រសងអង្គហ្នឹងក៏គាត់បានប្រាប់ថាឡានរបស់បងទិញចំឡានហ្នឹងគឺអត់ល្អទេពីមុនឡានហ្នឹងធ្លាប់មានជួបគ្រោះថ្នាក់ហើយមិននៅស្លាប់នៅក្នុងឡានហ្នឹងឯងឡានហ្នឹងជាឡានដែលគេកែកុនយកមកលក់ឲ្យបងថ្មីទេអញ្ចឹងឡានហ្នឹងធ្លាប់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺបុកមនុស្សស្រីម្នាក់ដែលស្លាប់នៅនឹងកន្លែងកើតហេតុហើយអាវិញ្ញាណហ្នឹងវាអត់តាណាទេ
គឺវាគុំគួនជាមួយនឹងតកង់ឡានហ្នឹងគុំគួនអញ្ចឹងធ្វើអារម្មណ៍នឹងវាដក់នៅជាមួយឡានហ្នឹងគឺអត់ទៅណាទេហើយបងទាស់តែផ្លាស់ប្ដូរឡានហ្នឹងចេញហើយអញ្ចឹងទៅបងរ៉ិតក៏គាត់ថាឡានទៅតិចមកសាមញ្ញបើត្រូវនឹងអាចផ្លាស់ប្ដូរចឹងបានក៏គាត់សុខចិត្តផ្លាស់ប្ដូរដែរហើយដូចគុណហ្នឹងក៏លោកមានឡានដែរលោកឲ្យកូនសិស្សរបស់លោកហ្នឹងព្រមទាំងដូចគុណអង្គហ្នឹងផ្ទាល់ក៏ជិះឡានហ្នឹងមកឲ្យកូនសិស្សហ្នឹងចូលមកដោដៃបើកជំនួសបងប្រុសរ៉ិតវិញហើយឲ្យកូនសិស្សម្នាក់ទៀតបើកឡានហើយជូនគាត់ហើយនឹងបងរ៉ិតហ្នឹងមកផ្ទះបងរ៉ិតវិញពេលដែលមកដល់ផ្ទះហ្នឹងក៏លោកនាំបងរ៉ិតហ្នឹងផ្ទាល់ទៅធ្វើពិធីសូត្រមន្តកាត់គ្រោះអីហើយចប់សពគ្រប់អស់ឡានហ្នឹងក៏ឲ្យយកទៅដូរនៅកន្លែងឃ្លានហ្នឹងវិញដល់បន្ទាប់ពីដូរឡានហ្នឹងហើយចប់សពគ្រប់អស់មកគាត់ក៏អត់មានជួបបញ្ហាអីទៀតទេព្រះសង្ឃអង្គហ្នឹងក៏លោកធ្វើពិធីរៀបចំចងជាសមាអីតែនេះវាគ្រាន់តែជាបទពិសោធន៍មួយសម្រាប់ឲ្យបងប្អូនទាំងអស់ហ្នឹងបានដឹងថាការទិញឡានឬក៏ទិញរបស់អីមួយធំដែលចូលមកក្នុងផ្ទះគឺតម្រូវឲ្យផ្ទៀងផ្ទាត់មើលឲ្យច្បាស់លាស់វាមិនមែនជាជំនឿបែបងប់ងល់ទេតែអបិយជំនឿទាំងអស់ហ្នឹងក៏យើងមិនអាចចោលវាបានដែរមើលខ្លះទៅក៏ជាការល្អគេថាអាគុំសមយុទ្ធតែក៏មិនទៀមទីឲ្យជឿឡើយងប់ងល់ខ្វះការពិចារណាដែរអត់ទេហើយតួយ៉ាងដូចរឿងរបស់បងប្រុសរ៉ិតនឹងអញ្ចឹងគាត់ទិញឡានមកខុសដោយសារគេកាយកូនឡាននឹងស្អាតហើយមើលទៅវាស្អាតត្រូវចិត្តរបស់គាត់អញ្ចឹងគាត់ទិញចំឡានដែលមានគ្រោះថ្នាក់ចរាចរណ៍រហូតដល់គាត់ជួបរឿងទាំងអស់នេះអានេះចេះគាត់តាំងស្មារតីបានហើយចុះបើសិនជាគាត់តាំងស្មារតីអត់បានវិញតើគាត់នឹងត្រូវជួបបញ្ហាអីបងប្អូនគិតកន្លែងហ្នឹងតិចអញ្ចឹងសូមឲ្យបងប្អូនមុននឹងទិញរបស់ឲ្យមួយត្រូវជួយត្រួតពិនិត្យហើយនឹងអាចមើលបានក៏មើលទៅជាងសាច់រឿងនេះក៏សូមបញ្ចប់ត្រឹមប៉ុណ្ណឹងជួបគ្នានៅរឿងក្រោយអរគុណច្រើន